បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងវីដេអូនេះខ្ញុំចង់ review បន្ថែមទៅលើ Laravel 12បូកជាមួយនឹង React.js Vue.js ឬនឹង Laravel ចឹងខ្ញុំអត់បង្ហាញច្រើនទេខ្ញុំសូខ្លីៗទេចឹងបងប្អូនអាចចូលទៅហើយយើងទៅមើលបន្ថែមចឹងខ្ញុំមាន website support មួយចំនួនអូខេថ្ងៃវីដេអូមុនខ្ញុំបានបង្ហាញតើតើពីការដំឡើងណាដំឡើង starter kit ហើយក៏យើងរើសជាប្រភេទ live អញ្ចឹងពេលដែលយើងដំឡើង starter kit យើងអាចរើសមួយណាក៏បានដែលយើងជា experience ឬក៏ជាភាសាដែលយើងចេះយើងធ្លាប់សរសេរខ្ញុំជឿថាអឺការសរសេរនិងការរៀនវាភាសាមួយវាអាស្រ័យទៅលើចំណូលចិត្តរបស់បងប្អូនអញ្ចឹងណាអញ្ចឹងពីមុនមកខ្ញុំចូលចិត្តសរសេរទៅលើ live ប៉ុន្តែក្រោយមកខ្ញុំចាប់អារម្មណ៍ទៅលើ React ក៏ខ្ញុំស្វែងយល់ពី React JS បន្ថែមអញ្ចឹង live វាជា Alpine JS អញ្ចឹងដើម្បីចូល live យើងចូលទៅ live.laravel.com អញ្ចឹង live នេះវា render ជា bullet វាប្រើជា bullet ហើយវាជាប្រភេទ Alpine JS ហើយការសរសេរវាស្តៀងនឹងនឹង JavaScript ដែរអូខេវាស្តៀងតែគ្នាទេអញ្ចឹងយើងអាចចូលទៅមើល document បន្ថែមនៅក្នុង live អញ្ចឹងវាមាន version 3អញ្ចឹងសម្រាប់ version 3នេះវា support single page application ឬក៏ហៅ SPA អញ្ចឹងនៅពេលដែលយើង click ទៅវាអត់ refresh វាមាន progress indicator ដើរអញ្ចឹងយើងចុចទៅឃើញទេអញ្ចឹងវាអត់ refresh ទេអញ្ចឹងវាធ្វើឲ្យ performance របស់ website វារៀងលឿនជាងមុនអញ្ចឹងយើងមើលទៅលើ component យើងមើលទៅលើ property action form អញ្ចឹងវាមានច្រើនអូខេប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយពី Indesia តើទៅមួយ React យើងចូល website official របស់ React ទៅ react.dev ហើយ view យើងចូល vue.js.org ចឹងទៅអូខេអញ្ចឹងយើងមើលទៅលើ React អញ្ចឹងដើម្បីតែប៉ុន្តែយើងអត់ប្រើ Indesia ជំនួយក៏បានដែរយើងទៅសេយក no starter kit ទៅហើយយើងទៅសេធម្មតាយើង no starter kit យើងណាន់យើងទៅសេចាប់ពីចំណុច0ទៅយើង install dependency របស់វាចុះយើងទៅឡើង dependency វាពីចំណុច0ទៅយើងត្រូវទៅឡើងReact DOM ទៅឡើង package មួយចំនួននៅក្នុងដើម្បីយើងអាចប៉ុន្តែបើសិនជាយើងទៅឡើងជា starter kit វាឲ្យជា package យើងមកមានស្រាប់ដូចជា authentication យើងមិនបាច់ចាំទៅសេតទៅមួយបង្កើត login page ឬក៏ register page ឡើងវិញឯងអញ្ចឹងយើងអាច custom UI ដែលមានស្រាប់នឹងបន្តិចតាមអ្វីដែលយើងចង់បានរួចឥឡូវយើងចូលទៅមើល React JS ដែលយើងប្រើ starter kit នេះយើងអាច click ទៅយើងអាច download យកមកនេះជា starter kit អូខេអញ្ចឹងយើងមើលទៅលើ Indesia អញ្ចឹង Indesia ជា build single page application without building an API អញ្ចឹងមានន័យថា Indesia វាជា JS មួយដែលគេបានចងបើន័យថាគេបានចងជា class property រួចស្រេចយើងគ្រាន់តែយកមកប្រើយើងមិនបាច់ចាំត្រូវការ build ឡើងវិញច្រើនអញ្ចឹងណា
ហើយបើសិនជាយើងទៅសេមួយ Laravel back end front end នេះកាន់តែល្អសម្រាប់ full stack វាជួយយើងច្រើនជួយបានច្រើននេះជា demo នេះយើងអាចចូលទៅ demo លើ GitHub ក៏បានអូខេមាន server side អញ្ចឹងការតម្លើងអញ្ចឹងបើសិនយើងអត់ប្រើ starter kit ទេយើងតម្លើងពីចំណុច0ទៅយើងត្រូវតម្លើង dependency របស់វាអញ្ចឹងត្រូវចូល composer តម្លើង dependency របស់វាមកអញ្ចឹងរបៀបដែលយើងអាចដាក់ឲ្យវាដើររ៉ាននៅក្នុងនេះយើងត្រូវការតែ3បន្ទាត់នេះទេ y ហើយ inertia head និង inertia body នេះបើគិតទៅវាដូចជាយើងទៅសេគេហៅថាបង្កើត deal មួយដែលដាក់ id ជា app ឬក៏ root ឬអីដើម្បីឲ្យ render ជា html ពី react តែ inertia កន្លែងនេះគឺស្មើដូចគ្នាដូចយើងដាក់ហើយចឹងចឹងយើងត្រូវការ install middleware អូខេនេះបើសិនជាយើងអត់តម្លើង starter kit ប៉ុន្តែបើសិនជាយើងតម្លើង starter kit ហើយserver side client side យើងមិនបាច់កាម install dependency វាទៀតទេអញ្ចឹងយើងត្រូវផ្ដើមតសេកូដយកតែម្ដងអញ្ចឹងយើងអាចចាប់ផ្ដើមតសេតែម្ដងនេះរបៀបវាដំណើរការរបៀបម៉េចយើងអាចមើលទៅ inertia យើងអាចមើលបន្ថែមអូខេខ្ញុំអត់ទេខ្ញុំហ៊ាននិយាយត្រួសទេយើងមើលថែមទៅអញ្ចឹងដូចជាករណីយើង page យើង use page អូខេនេះជា prop response ចេញពីអូខេនេះនៅក្នុង controller របស់Laravel អញ្ចឹងវា render យើង use ជា package វាមក render វាជាទូទៅយើង render ជា view ត្រូវអត់ក្នុង blade Laravel កាលណាយើង return ជា view ប៉ុន្តែសម្រាប់ React យើងប្រើ inertia render យើងគ្រាន់ដូរពី view ទៅជា inertia render មកហើយចាប់ទៅលើទីតាំង component វានឹងបោះចេញមកអូខេតមក layout បើគេមើល layout យើងឆាអូខេដូចតើទៅជាមួយនឹង form link route ដូចគ្នា response redirect response នេះក្នុង controller យើងទៅសេក្នុង controller បោះចេញពី back end មកអញ្ចឹង controller យើងមើលក្នុង controller ដូចជាថាយើងមាន out controller ជប់controller out control យើងមើលទៅលើ register អូខេ register អូខេ create វា return the inertia render ចឹងការសេមិនសូវខុសពី Laravel ប្រហែលទេគ្រាន់តែការ response ចេញពី back end controller យើងដូរតា view មក inertia នោះជាការស្រេចហើយយើងបន្ថែម package វាត្រង់នេះlogin new អូខេ API ចឹងតើតើជាមួយយើងសរសេរនៅក្នុង form យើងមើលទៅមាន link មានអី routing មានទាំងអស់ណា import link ប៉ុន្តែនៅក្នុង React បើសិនអត់ប្រើ inertia ទេយើង import material DOM React ចឹងទៅ from React link ហើយត្រូវបង្កើតច្រើនប៉ុន្តែនៅក្នុងនេះវាបានជួយយើងច្រើនហើយuse state router
ប៉ុន្តែនៅក្នុង inertia ពេលដែលយើងដាក់វានឹង import ដែលយើងស្វែងវត្តហ្នឹងឧទាហរណ៍ថាខ្ញុំចូលទៅlogin អូខេអញ្ចឹងនៅក្នុង login យើងមើលយើងឡើងត្រូវការ import router ទៀតហើយព្រោះវាដាក់តែជាកញ្ចប់មកវាបាន add on មកមានស្រាប់អូខេនេះយើងប្រើ use state ចឹងយើងមើលទៅលើ form អូខេ form helper ចឹង form នេះចឹងតម្រង់ទៅលើ form ចឹងវាមាន form ស្រាប់យើងអត់ពិបាកក្នុងការសរសេរច្រើនវាមាន submit get post put patch delete destroy ចឹងយើងគ្រាន់នេះជា function ដែលវាមានស្រាប់យើងមិនបាច់ចាំទៅសេ function ទៀតទេយើងមិនបាច់ចាំទៅសេ function ទៀតទេយើងគ្រាន់តែបោះធម្មតានៅក្នុង form យើងមិនមាន form method submit អញ្ចឹងក្នុង submit នេះយើងត្រូវកន្លែងនេះត្រូវមាន function submit មួយហើយ post នោះយកចេញពី form use form នេះ class របស់ property របស់ use form មាន post អញ្ចឹងខ្ញុំនិយាយមិញវាមាននេះវាមាន submit method ប៉ុន្តែបើសិនជាយើងយកជាប្រភេទ submit យើងត្រូវបោះ method វា method ហ្នឹងត្រូវបោះជាប្រភេទget post put patch ឬក៏ delete ឬក៏យើងយក get មកប្រើ direct តែម្ដងមិនបាច់ចាំដាក់បញ្ជាក់ថា submit post អីទៀតនេះជា function property ដែល Inner.js បានបង្កើតរួចហើយយើងគ្រាន់តែយកទៅប្រើជាការស្រេចវាជួយយើងបានច្រើនមែនតើអញ្ចឹងគេ use form អញ្ចឹងការសរសេរ code ក៏វាតិចជាងមុនខ្លីជាងមុនតែប៉ុណ្នេះគឺយើងអាច log in បានណាតែប៉ុណ្នេះក៏យើងអាចធ្វើជា log in មួយបានបាទយើងអត់មានទៅការសរសេរច្រើនណាចឹងអ្វីយើងត្រូវការគឺ import use form មក use form ហើយ initial react នៅក្នុង use form នេះជា property របស់វាចឹងយើងចង់ដឹងថា use form មានអីខ្លះយើងអាចprint log មកអញ្ចឹងខ្ញុំសូមចូលទៅក្នុង item index ខ្ញុំមកខ្ញុំមាន print form ដែរអញ្ចឹងខ្ញុំចង់ print form នឹងមើលមានអីខ្លះវាមាន property អីខ្លះអញ្ចឹងនៅក្នុងនេះដោយសារខ្ញុំយក default វាបង្កើតជាប្រភេទ TypeScript អញ្ចឹង TypeScript រៀងពិបាកទៅសេជាង JavaScript បន្តិចដោយសារ extension វា TSX តែបើ JavaScript កន្លែង prop return នេះយើងមិនបាច់ទៅសេបែបនេះក៏វាស្គាល់ដែរ function ក៏យើងស្រួលទៅសេនិយាយរួម JavaScript ទៅសេស្រួលជាង TypeScript ងាយស្រួលងាយយល់ឥឡូវខ្ញុំចង់ print ចង់ console log មើលទៅលើឈប់ខ្ញុំ print នៅខាងលើតែម្ដងខ្ញុំយក console.log ហើយខ្ញុំយក use form ខ្ញុំចង់ដឹងថាក្នុង use form មាន property អីខ្លះកន្លែងនេះមិនបាច់បារម្ភទេព្រោះដោយសារវាជាប្រភេទនេះយកបិទ code ហ្នឹង declare វាជា hook rule របស់វាមួយទៅអូខេអញ្ចឹងខ្ញុំ save សិនខ្ញុំ run ខ្ញុំយក composer run del ការសរសេរជា TypeScript ឬក៏ JavaScript អាស្រ័យលើបងប្អូនគាត់និយមអញ្ចឹងណាយើង control អញ្ចឹងឲ្យវា load សិនអញ្ចឹងយើងមាន data
data ចឹងបើសិនជាយើងចង់បាន data ហ្នឹងយកមកវិញយើងត្រូវធ្វើម៉េចយើងគ្រាន់តែនេះតម្លៃវា return បើន័យថាយើង set យើងធ្វើការ set state set data មិនន័យដូចយើងស្មើនឹងយើងទៅគេហៅ set state នឹងឯង set state ឲ្យ data email នេះស្មើនឹង email target value set state ចឹង data នេះវាបោះទទួលចេញពី data នេះគឺមិនដែលយើង set data ឲ្យចូលទៅក្នុង data នេះយើងបង្កើតជា object data នៅក្នុងហ្នឹងជាប្រភេទ post processing error អូខេដែរហើយចឹងខ្ញុំសូមធ្វើការ log in អូខេនេះបងប្អូនទេខ្ញុំកាលណាយើងយកជា develop វាចេញមកហ្មងវា load ឲ្យយើងនេះជា extension យើងអាចចូលទៅបង្កើតទៅដាក់មាន Liva React Vue.js ចឹងកាលណា developer គាត់ប្រើជាប្រភេទអីវាចេញ extension ហ្នឹង Inertia Liva Vue.js អូខេវា detection របស់វានឹងមកចឹងនេះជា dashboard អញ្ចឹងខ្ញុំមាន category អូខ្ញុំសូមមើលនៅក្នុង console object ចឹងយើង print មកយើងមើលទៅលើថានៅក្នុង use form ហ្នឹងមានអីខ្លះអញ្ចឹងយើងមានជា cancel data មាន delete មាន error នេះជា function property របស់ use form អញ្ចឹងយើងមាន put process progress processing បាទអញ្ចឹងនៅក្នុង use form ហ្នឹងយើងឃើញមាន property របស់វានៅក្នុងហ្នឹងយើងអាចយកមកប្រើបានអញ្ចឹងនៅពេលដែល error ទទួល response error ចេញពី request error យើងអាច print error message អូខេតបមក error នេះជាប្រភេទជា object ណាជា object data ក៏ជា object ដែរអញ្ចឹង get នេះជាប្រភេទ function អញ្ចឹងយើងតែងតឹង process បើន័យថានៅពេលដែលយើងចាប់ដើម click វានឹងចាប់ដើម processing ស្មើ true អញ្ចឹងយើងឲ្យវាបោះអាចឲ្យចេញជា indicator វងមូលអីនៅលើ button បានហើយអូខេ verb subject នេះជាពេលដែលវា respond វិញ submit set data ជាប្រភេទ function អូខេអញ្ចឹងអូខេអញ្ចឹងនៅលើ form use form គឺយើងអាចយកមកប្រើបានគឺយើងសរសេរខ្លីមែនទេបាទនេះកន្លែងនេះ disable មានន័យថានៅពេលដែលយើង click submit ឲ្យប៊ីតុងហ្នឹងវា disable ស្មើ true អញ្ចឹងយើងអត់អាច click submit ទៀតទេ disable ហើយ check data remember អញ្ចឹងយើងសរសេរតែកូដប៉ុណ្ណេះគឺអាចធ្វើការ log in request បានណា post នេះតើទៅមួយ form អូខេ prevent state previous state និង previous scroll អញ្ចឹងយើងមើលទៅលើ previous state previous scroll បើន័យថានៅពេលដែលយើង page យើងនៅក្រោមឧទាហរណ៍ថា page យើងនៅក្រោមយើងអាច use pagination ឬអីយើងអាចមើលនៅ scroll ពេលដែលយើង click ទៅវានឹង load ទៅ top page អញ្ចឹងយើងដាក់ prevent យើងប្រើ prevent scroll ស្មើ true នេះមានន័យថាពេលដែលយើង click វាអត់ធ្វើការ move up ទៅលើមានន័យថាយើងនៅខាងក្រោមក៏យើងចុចទៅវានៅតែក្រោមដដែលវាអត់អីទេអញ្ចឹងចាំវីដេអូក្រោយខ្ញុំនឹងធ្វើតាក់ទងជាមួយ concept របស់ Inertia មួយតាក់ទងជាមួយនឹងយើងនេះឯងអញ្
ចឹងថ្ងៃនេះខ្ញុំអត់មានអីបង្ហាញអីច្រើនទេអូខេអញ្ចឹងយើងចាំដល់ទីទៀតខ្ញុំនឹងវីដេអូក្រោយខ្ញុំនឹងធ្វើបង្ហាញតទៅជាមួយការដែលយើងLaravel Cross មួយ React JS តទៅជាមួយនឹង Inertia JS ជា sample project អញ្ចឹងថ្ងៃនេះខ្ញុំគាត់បង្ហាញបន្តិចបន្តួចទេអញ្ចឹងតទៅមួយ React យើងអាចទៅមើល supporting React ថែមអញ្ចឹងការសរសេរនៅក្នុងអញ្ចឹងការ review តទៅជាមួយ React in the Laravel in the React នេះគឺខ្ញុំចង់បង្ហាញតែប៉ុណ្្នឹងសិនអញ្ចឹងចាំវីដេអូក្រោយខ្ញុំនឹងធ្វើជា sample project ដែលយើងសរសេរជាលក្ខណៈ detail តែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំអត់សរសេរអីច្រើនអត់រីកអូចុងក្រោយខ្ញុំមានមួយទៀតអញ្ចឹងខ្ញុំឲ្យមកគេហៅ check UI អូខេចឹងបងប្អូនអាចចូល website នេះ UI setcn.com នេះអញ្ចឹងយើងយក component នៅក្នុងមាន component ជាច្រើនដែលសម្រាប់ឲ្យយើងយកមកប្រើនៅក្នុង project របស់យើងជាប្រភេទ UI នេះថ្មីនេះអញ្ចឹងនៅក្នុង form នេះក៏ខ្ញុំយកចេញពីនឹងដែរ data table ខ្ញុំយកចេញពីនឹងដែរនៅក្នុងយើងមាន pagination មានអីជាច្រើនអូខេ pagination នេះជា UI ថ្មីយើងអាចយកមកប្រើជាមួយនឹង React របស់យើងអញ្ចឹងណាខ្ញុំយកមកប្រើសំបីតែ select select line នេះក៏ខ្ញុំប្រើចេញពីនឹងដែរអូខេអញ្ចឹងនៅក្នុងនេះក៏គេប្រើ React ដែរអញ្ចឹងខ្ញុំបានវីដេអូខាងលើខ្ញុំតែនិយាយថាភាគច្រើនខ្ញុំឃើញ website ភាគច្រើនគេ develop ជាមួយ React ច្រើនអញ្ចឹងបានខ្ញុំចាប់អារម្មណ៍ជាមួយ React ខ្ញុំចាប់ផ្ដើមសិក្សាបន្ថែមជាមួយ React JS និងធ្វើការសរសេរជាមួយ React JS អញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ